Okay ជាតើបងជ្រាបសួរលោកគ្រូខ្ញុំអាចធ្វើសារសម្រាប់ចឹងអានឹងខ្ញុំនឹងនិយាយអំពីរបៀបក្នុងការ backup ហើយនឹង restore នៅក្នុង MongoDB ដោយសារកុំឲ្យពេលវេលាវាយូរខ្ញុំអត់ប្រាប់របៀបក្នុងការដែល download tool ទេអញ្ចឹងនៅក្នុងការដែលយើង restore ឬក៏ backup ទិន្នន័យរបស់យើងត្រូវការ tool របស់ MongoDB អញ្ចឹងយើងអត់នឹងត្រូវអត់បានប្រាប់ក្នុងការរបៀបតែ download ទេអញ្ចឹងយើងត្រូវប្រើប្រាស់ជាមួយគ្នាអញ្ចឹងដោយសារខ្ញុំអត់ប្រើវាជាលក្ខណៈដាក់វាចូលក្នុង environment ទេអញ្ចឹងខ្ញុំជ្រើសចូលវាទៅក្នុង program file តបមករកពាក្យថា MongoDB ហើយខ្ញុំរកពាក្យថា tool អញ្ចឹងនៅពេលដែលយើង download ហើយគឺវាមាន tool នៅក្នុងហើយយើងចូល bin បើសិនជាទាំងអស់គ្នាចង់ផ្លាស់ប្ដូរឬក៏អត់ចង់សរសេរវាដដែលអានេះញ៉ៃច្រើនពេកទេបងប្អូនអាចយកអានេះយើងអាចយកអានេះទៅដាក់ចូលទៅក្នុង environment របស់ computer អញ្ចឹងនៅពេលដែលយើង add វាចូលទៅគឺវាអាចប្រើប្រាស់បានហើយគ្រាន់តែវាយថាពាក្យថាពាក្យcomment របស់វាទៅគឺវាអាចប្រើបានអញ្ចឹងនៅក្នុងនោះមាន tool ដូចជា dump មានដូចជា export អីចឹងទៅមាន tool របស់វានៅក្នុងនោះស្រាប់អញ្ចឹងខ្ញុំប្រើប្រាស់វាជាមួយនឹង CMD តែម្ដងកុំឲ្យខាតពេលវេលាអូខេអញ្ចឹងយើងចូលទៅក្នុង CMD បន្ទាប់មកខ្ញុំបាយពាក្យ CD ហើយខ្ញុំបើកវងចកខ្ញុំ pass path បញ្ចូលហើយខ្ញុំ enter អូខេអញ្ចឹងយើងបានចូល path ហ្នឹងហើយអញ្ចឹងរបៀបដែលយើង restore ទីមួយយើងដោយសារខ្ញុំមាន note ស្រាប់អញ្ចឹងខ្ញុំចូលទៅ note ហើយខ្ញុំយកទិន្នន័យហ្នឹងមកបញ្ចូលតែម្ដងអូខេ pass អញ្ចឹងដើម្បីយើងbackup វាទុកគឺយើងប្រើ command line មួយថា mongo dump ហើយយើងប្រើពាក្យ host ហើយឈ្មោះdatabase របស់យើងនៅក្នុងហ្នឹង database របស់យើងឈ្មោះអីគេបន្ទាប់មក out មានន័យថាយកចេញទៅដាក់នៅកន្លែងណាទីតាំងដែលយើងបានប្រើប្រាស់ក្នុងការដាក់ទុកវាអញ្ចឹងនៅក្នុងនេះដោយសារខ្ញុំព្រិចដកឃ្លាសូមដកឃ្លាមួយហើយអញ្ចឹងអានេះជាទីតាំងដែលយើងត្រូវទុក enter មកអញ្ចឹងយើងបានរក្សាទុកវាអញ្ចឹងខ្ញុំសាកទៅ check មើលតើទីតាំងហ្នឹងវាត្រូវដែរអត់អូខេខ្ញុំចូល ID University DSA ហើយពាក្យ backup អញ្ចឹងឃើញវាបានរក្សាទុកនៅទិន្នន័យទាំងអស់ហ្នឹងនៅក្នុងនោះតែម្ដងឥឡូវខ្ញុំនឹង connect វាទៅកាន់ hosting របស់យើងហើយខ្ញុំនឹងលុបមួយចំនួនឧទាហរណ៍ this one អានឹងវែងពេកខ្ញុំ copy វាសិនកុំឲ្យវាយូរpass ដោយសារវាត្រូវសេឈ្មោះច្រើនដងខ្ញុំលុប fail wait ខ្ញុំវាយ admin ឥឡូវខ្ញុំសុំពេលក្នុងការដែលលុបវាមក pleasant អូខេឥឡូវខ្ញុំបានត្រប់ទិន្នន័យមួយចំនួនហើយបើចង់ដឹងថាខ្ញុំត្រប់អីគេខ្លះខាវីដេអូទៅក្រោយវិញក្នុងការដែលមើលតែខ្ញុំត្រប់វីដេអូត្រប់ data column របស់ database មានអីគេខ្លះហ្នឹងហើយអញ្ចឹងជាងទៅមើលទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះបាត់អស់ហើយអញ្ចឹងរបៀបដែលយើង restore comment ខុសគ្នាប្រហែលដែរគឺយើងប្រើប្រាស់ comment line ក្នុងការដែលទាញវាយកមកវិញអញ្ចឹងគ្រាន់តែយើងផ្លាស់ប្ដូរ comment តិចតួចគឺស្វន់យើងបដូរទៅពាក្យ mongo ហើយយើងវាយពាក្យ restore ទៅមកអ្វីដែលយើងត្រូវការយក database ដែលយើងចង់វាយកវាមកវិញបន្ទាប់មកកន្លែងដែលយើងចាប់យក database ហ្នឹងយកមកប្រើប្រាស់វិញអូខេអញ្ចឹងតែប៉ុណ្ណឹងបន្ទាប់មកយើង enter មកអត់ចេញ enter មកអូខេប្រហែលដើរសារកុំព្យូទ័រគៀងអូខេអញ្ចឹងវាប្រាប់ថា successful restore 12 document ហើយ fail to restore គឺអត់មានទេ39 document restore ហ្នឹងហើយអញ្ចឹងមានន័យថាទិន្នន័យទាំងអស់វាបាន restore ឡើងមកវិញហើយអញ្ចឹងកុំឲ្យនេះយើងចុច refresh វាទៅអញ្ចឹងនេះទិន្នន័យដែលខ្ញុំបានបិទមិញ1 2 3មាន hospital management order high school DB អញ្ចឹងយើងបានបង្កើតវាហើយយើងបាន backup វាហើយយើងទុកវាឥឡូវយើងបាន restore វាមកប្រើប្រាស់វិញហើយអញ្ចឹងយើងអាចប្រើប្រាស់វាបានវិញអូខេឥឡូវខ្ញុំនឹងលុបទិន្នន័យទាំងអស់ចោលហើយយើងទៅក្នុងការដែល restore ទិន្នន័យផ្សេងទៀតហើយ backup ទិន្នន័យផ្សេងទៀតតាមរយៈ database វិញម្ដងអញ្ចឹងឧទាហរណ៍បើសិនជា database មួយណាដែលយើងអាមិញនៅពេលដែលយើងbackup ទុកមានន័យថាវាទាំងអស់គ្រប់ database ទាំងអស់ដែលមាននៅក្នុងម៉ាស៊ីនរបស់យើងក្នុង host របស់យើងនោះគឺវារក្សាទុកទាំងអស់ប៉ុន្តែកុំឲ្យវាពិបាកច្រើនពេកដល់មួយណាដែលសំខាន់យើងចង់ទុកវាអញ្ចឹងយើងអាចរក្សា database នឹងទុកបានអញ្ចឹង comment របស់វា comment ខុសគ្នាដែរគឺ
យើងប្រើប្រាស់ខ្ញុំលុប comment បាត់cmd និងជា administrator ខ្ញុំប្រើនេះមិញ cd ដើម្បីចូលវាហើយ look up for my tool okay string and one more string here okay now enter អត់ទៅ wait ហើយគៀងទៀតហើយអូខេបន្ទាប់ពីយើងបានវាហើយសាមិញគៀងអញ្ចឹងយើងចូលទៅកាន់នេះវិញហើយយើងបាយថា Mongo dump បន្ទាប់មក DB មានន័យថា database ណាដែលយើងចង់អញ្ចឹងយើងដាក់ឈ្មោះវាមកខ្ញុំរើស database មួយដែលមាននៅក្នុង Mongo របស់ខ្ញុំ Mongo DB របស់ខ្ញុំអូខេអញ្ចឹងយើងទៅបន្តទៀតអញ្ចឹងយើងទៅយកដោយសារ database របស់ខ្ញុំមានuniversity អញ្ចឹងយើងចូលមើល this one is university ហ្នឹងហើយអញ្ចឹងយើងមាន university បន្ទាប់មកដូចគ្នាដដែលគឺយើងយកទៅដាក់កន្លែងណា out មានយើងដាក់កន្លែងណាអញ្ចឹងយើង enter មកអូខេអញ្ចឹងវា success ហើយមានន័យថាយើងបាន restore វាទុកហើយអញ្ចឹងខ្ញុំចូលទៅមើលទិន្នន័យផ្សាយខ្ញុំទុកនៅហ្នឹងអញ្ចឹងយើងឃើញ university វាបាន store ទុកនៅក្នុងហ្នឹងហើយអញ្ចឹងធ្វើម៉េចដើម្បីយើងអាចធ្វើវាបន្តទៀតបានអញ្ចឹងrestore វាវិញអញ្ចឹងខ្ញុំធ្វើការលុប university copy paste មកសេជិលសេខ្ញុំ drop វាអញ្ចឹងបាត់ហើយនៅក្នុងហ្នឹងតើយើង refresh ប្រហែលដងទៀតក៏អត់ឃើញដែរអញ្ចឹងខ្ញុំត្រូវការទៅ restore វាម្ដងទៀតអញ្ចឹងយើងចុចចូលទៅកាន់ណោះខ្ញុំយកទៅក្នុង notepad របស់ខ្ញុំអញ្ចឹងដូចគ្នាដដែលយើងប្រើ Mongo restore ហើយយើងដាក់ឈ្មោះ DB មាន database របស់យើងខ្ញុំមិញ data របស់យើងឈ្មោះ university ហើយយើងយកពី university នៅក្នុង database កន្លែងដែលយើងត្រូវយកវាមកចេញមកវិញអញ្ចឹងខ្ញុំ enter មកអូខេអញ្ចឹងវាប្រាប់ថា soon document successfully wait okay successfully restore soon document អូខេឥឡូវយើងចូលទៅមើល DB របស់យើងអត់ទាន់ឃើញទេយើង refresh មួយ refresh ឃើញ wait ចាំតិចអូខេត្រឡប់មកវិញចឹងដោយសារវា source document មិនយើង document យើងអត់មាន database ចេញ complete យើងដាក់រហូតទៅដល់ university ដោយសារ database របស់យើងវាមិននៅក្នុង backup ទេវាមិននៅក្នុង backup នេះទេគឺវានៅក្នុង university អញ្ចឹងបើសិនយើងដាក់នៅក្នុង backup គឺអត់មាន database ក្នុងទេគឺវានៅក្នុង university អញ្ចឹងយើងចូលទៅម្ដងទៀតហើយយើង enter វាម្ដងទៀតអូខេអញ្ចឹងយើងបាន16 document successful អញ្ចឹងយើងទៅrefresh មើលនៅក្នុង Mongo របស់យើងអូខេ refresh មកអូខេ university យើងបានចេញហើយអញ្ចឹងយើងចូលទៅកាន់មួយទៀតគឺការ restore និង backup collection មានន័យថា role ឬក៏ទិន្នន័យជា role នៅក្នុងMongoDB អញ្ចឹងរបៀបដែលយើងធ្វើក៏មិនខុសគ្នាដែរអញ្ចឹងខ្ញុំត្រូវការលុបអានេះសិនអូខេលុបអាមួយនេះសិនដើម្បីកុំឲ្យច្រឡំគ្នាហ្នឹងហើយអញ្ចឹងគេបង្កើតក្នុងការឲ្យយើងរៀបចំ column ណាដែលមានន័យថា collection ណាដែលយើងត្រូវការបំផុតយើងចង់ restore ទុកកុំឲ្យវាមានទិន្នន័យច្រើនពេកញ៉ៃចឹងយើងអាច restore ជា collection ណាដែលយើងត្រូវការទុកអញ្ចឹងយើងចូលទៅ comment ដដែលបន្តមកចូល control V ហើយខ្ញុំទុកវានៅកន្លែងដដែលអញ្ចឹងទី1គឺយើងដាក់ឈ្មោះ database ដែលយើងត្រូវការហើយនៅក្នុង database ហ្នឹងតើ collection មួយណាដែលយើងចង់រក្សាទុកហើយយើងកន្លែង out នេះមានន័យថាយើងទុកវានៅកន្លែងណាអូខេជាងយើងបានទុកហើយរស់យើងចូលទៅមើលចូលក្នុង database ហើយមានតែ cost មួយទេដែលវាមានរក្សាទុកនៅក្នុងហ្នឹងអញ្ចឹងអាមិញវាច្រើនអញ្ចឹងឥឡូវវាមានតែ cost មួយទេដែលយើងអញ្ចឹងរបៀបដែលយើង restore នោះគឺបែបនេះគឺយើងប្រើ collection cost ហើយនឹងកន្លែងដែលយើងយកវាមកប៉ុន្តែយើងយកមកនឹងយកជា file bson អញ្ចឹងចូលមើលកន្លែងណាចឹងខ្ញុំចូលទៅប្រាប់ដល់នេះអញ្ចឹងយើងចូលទៅកន្លែងទិន្នន័យដែលយើងបានរក្សាទុកចូលក្នុង university អញ្ចឹងនៅក្នុង cost នេះមាន file bson អូខេអញ្ចឹងយើងចុចចូលវាទៅអូខេ no យើងអាច copy paste ទៅបន្ទាប់មក
យើងខ្ញុំសូម copy paste ដាក់នេះ control V បន្ទាប់មកយើងដាក់ slash មួយទៀតបន្ទាប់មកយើងវាយ course database របស់យើង OURSES dot bson អូខេអញ្ចឹងយើងយកទៅនេះអានេះមួយនេះអញ្ចឹងយើងយកវាមកហើយ comment របស់យើងគឺដដែលទេគឺយើងប្រើប្រាស់ Mongo restore ដូចគ្នាដដែលអូខេយើងទៅមើលនៅក្នុងនេះសិនថាយើងបាត់អត់យើងលុបវាចេញសិនអូខេចាំមិញcost ចឹងខ្ញុំ drop collection ចោលCOURSES អូខេ drop អូខេចាំអត់មានទេខ្ញុំប្រឹង refresh មិនក៏អត់ចេញណាអញ្ចឹងកុំតន់អាប់ហើយអញ្ចឹងយើងទៅខាងមុខទៀតតាខ្ញុំចុច control V អញ្ចឹងនេះមិញជាមិញ Mongo restore ឈ្មោះ database ឈ្មោះ collection ហើយឈ្មោះដែលយើងត្រូវនៅយកមកហើយកុំភ្លេចយកវាជាមួយនឹងfile bson ចុងក្រោយគេជាមួយនឹង cost ឈ្មោះរបស់យើងហ្នឹងអូខេចុចមកអូខេ success 3 document នៅក្នុង data របស់យើងអញ្ចឹងដើម្បីកុំឲ្យសង្ស័យយូរចូលមក refresh មើលតើវាបាន restore មកវិញអត់អូខេអញ្ចឹង cost វាបានចេញមកវិញហើយអញ្ចឹងត្រឹមន័យទាំងអស់យើងបានរក្សាទុកហើយនេះគឺជារបៀបដែលយើង backup ហើយនឹង restore ត្រឹមន័យទាំង data ទាំង host ទាំងមូល database collection ហើយក្នុងការដែលយើងរក្សាទុកវាបានអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណជម្រាបលាលោកគ្រូ